មានមោទនភាពសម្រាប់ការប្ររពនៅមូលនិធិនៅថ្ងៃនេះនៅមណ្ឌលមេឈើមានមោទនភាពសម្រាប់សិស្សានុសិស្សរបស់យើងដែលគាត់ខិតខំស្វាស្វែងជួយជ្រោមជ្រែងដើម្បីធ្វើឲ្យកម្មវិធីនេះគឺប្រព្រឹត្តទៅដោយរលូនមែនទេទៅថ្ងៃនេះមិនមែនជាលើកទី1ទេអញ្ចឹងជាលើកទី2សម្រាប់មជ្ឈមណ្ឌលភាសា AI របស់យើងសាខាជាយុវអញ្ចឹងតែសារតែឆ្នាំមុននៅពេលដែលយើងមកលើកទី1ហ្នឹងឃើញថាបងប្អូនសិស្សដែលនៅមណ្ឌលមេឈើហ្នឹងគឺមានភាពសប្បាយរីករាយហើយគ្នាត្រូវការជួយជុំជ្រែងច្រើនពីសំណាក់បងប្អូនមហាជនអញ្ចឹងហើយថាថ្ងៃនេះគឺយើងសម្រេចថាមកម្ដងទៀតដើម្បីជាផ្នែកមួយដ៏តូចក្នុងការផ្គត់ផ្គង់នៅអ្វីដែលយើងអាចធ្វើបានជាពិសេសគឺការហូបចុកពីព្រោះអីបើតាមដឹងគឺមួយថ្ងៃគឺត្រូវការចំណាយច្រើនមែនទែនវាសុទ្ធតែអង្គមួយបាវអញ្ចឹងវាច្រើនណាស់ចំពោះខ្ញុំផ្ទាល់នៅពេលដែលខ្ញុំបានមកមណ្ឌលនេះគឺខ្ញុំមានអារម្មណ៍ថាក្តុកក្តួលហើយកាន់តែចង់បណ្ដុះគំនិតក៏ដូចជាបណ្ដុះស្មារតីទៅកាន់យុវជនជំនាន់ក្រោយឲ្យគាត់មាននៅវប្បធម៌នៃការចែករំលែកទៅកាន់មនុស្សជុំវិញខ្លួនជាពិសេសគឺទៅកាន់កុមារកំព្រាដែលគាត់ត្រូវការជាមួយនឹងអាហារសម្ភារៈក៏ដូចជាសម្ភារៈសិក្សាសម្លៀកបំពាក់អីជាចាំបាច់ដែលគាត់ត្រូវការនៅក្នុងជីវិតយើងអញ្ចឹងយើងពេលដែលបានមកទីនេះហ្នឹងគឺយើងឲ្យគាត់ដឹងថាសង្គមគឺអត់បានបោះបង់គាត់ចោលទេគឺពួកយើងនៅតែជួយជ្រោមជ្រែងក៏ដូចជាជួយផ្គត់ផ្គង់ពួកគាត់រហូតទៅតាមលទ្ធភាពដែលពួកយើងមានមណ្ឌលមេឈើបច្ចុប្បន្ននេះយើងមិនមានអ្នកផ្គត់ផ្គង់សម្រាប់ប្រចាំខែទេចាអ្វីដែលយើងដើរបានមកដល់បច្ចុប្បន្ននេះយើងតាមរយៈបងប្អូនប្រជាពលរដ្ឋខ្មែរនិងសប្បុរសធម៌ក្រៅស្រុកក្នុងស្រុកចាបានចូលរួមម្នាក់បន្តិចដើម្បីឲ្យយើងមានអាហារ3ពេលមានកន្លែងស្នាក់នៅហើយអាចក្មេងបានទៅសាលារៀនបានចាអ្វីដែលជាទុក្ខលំបាកសម្រាប់មណ្ឌលមេឈើគឺយើងចង់បានអ្នកដែលផ្គត់ផ្គង់ប្រចាំខែចាព្រោះអ្វីដែលយើងបានសប្តាហ៍ថ្ងៃនេះយើងមិនបានជារៀងរាល់ថ្ងៃទេក្នុងមួយខែយើងទទួលអំណោយពីសប្បុរសធម៌ទាំងអស់ទាំងក្នុងស្រុកក្រៅស្រុកប៉ុន្តែមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាក្នុងមួយខែមួយឆ្នាំប៉ុន្តែតិចឬច្រើនមានក្នុងមួយខែចាឲ្យមកជារៀងរាល់ថ្ងៃមិនមានទេចានេះជាការព្រួយបារម្ភសម្រាប់មណ្ឌលមេឈើចាមណ្ឌលមេឈើអញ្ចឹងយើងចង់ឲ្យមានអ្នកផ្គត់ផ្គង់ចាបន្តទៀតឬក៏មានអ្នកដែលចង់ជួយរយៈពេលវែងឬរយៈពេលខ្លីនោះសម្រាប់មណ្ឌលមេឈើចា